ជ្រាបសួរបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៅឲ្យបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីវិធីសាស្ត្រផុសរូបភាពដូចម្ដេចកុំឲ្យវាខុសជាមួយនឹងកូកា Facebook ផងដែរបាទដោយសារតែ page ខ្ញុំគឺវាជាប់លឿងដោយសារតែខ្ញុំផុសអា status នេះផុសជាអក្សរវាខុសកូកាហើយ Facebook ក៏វាចាប់ហើយ page ខ្ញុំក៏ចេញលឿងដែរបងប្អូនគឺខ្ញុំទើបតែរកមូលហេតុឃើញលើកមុនគឺខ្ញុំអត់ដឹងដែរហេតុអ្វីបានជា page យើងនៅសុកវាចេញលឿងគឺដោយសារតែយើងផុសជាអក្សរឬក៏ផុស status វាខុសនឹងកូការបស់វាផងដែរនេះខ្ញុំនឹងបង្ហាញបងប្អូនថាយើងផុសជាអក្សរដូចម្ដេចដើម្បីយើងកុំខុសជាមួយនឹងកូកា Facebook ផងដែរបាទតោះឥឡូវដើម្បីយើងចូលទៅផុសបងប្អូនបើកនៅកម្មវិធី Facebook យើងមកបាទហើយរបៀបការផុស status ជាធម្មតាគឺបងប្អូនត្រូវចុចយកពាក្យថា What's your mind យើងចុចត្រង់នេះមកបាទហើយយើងចុចយកត្រង់នេះកន្លែង What's your mind នេះមកត្រង់ទៀតមកបាទហើយបងប្អូនយកត្រង់នេះបងប្អូនហើយបងប្អូនសរសេរមកឧទាហរណ៍ដាក់ថាជុំរៀបសួរបងប្អូនបាទឧទាហរណ៍យើងចង់ផុសចេះបងប្អូនហើយជាធម្មតាគឺបងប្អូនយកអាត្រង់នេះបងប្អូនមែនអត់បងប្អូនចុចយកអាត្រង់នេះមកដើម្បីយើងដាក់ background វាឧទាហរណ៍បងដាក់យក background នេះមួយមកយើងចុចលើវាមកបាទហើយជាធម្មតាគឺបងប្អូនយកពាក្យថា next បាទហើយបន្តមកទៀតបងប្អូនយកពាក្យថា C អានេះគឺសម្រាប់បងប្អូនដែលផុសទូទៅបាទគឺបងប្អូនផុសដូច្នេះគឺវាអត់ត្រូវជាមួយនឹងកូកា Facebook ទេបងប្អូនគឺ Facebook ចាប់ setter របស់យើងមិនថាបងប្អូនទៅសេពាក្យល្អឬអាក្រក់យ៉ាងណាទេគឺវាចាប់តែម្ដងហើយធ្វើឲ្យ page យើងខូចតែម្ដងបាទតោះឥឡូវយើងធ្វើដូចម្ដេចដើម្បីយើងផុសឲ្យបានត្រឹមត្រូវផងដែរបាទតោះឥឡូវយើង back មកវិញមកបាទដើម្បីយើងផុសត្រឹមត្រូវគឺបងប្អូនទៅសេត្រង់បានប៉ុណ្ណេះហើយគឺបងប្អូនត្រូវតែ screenshot វាបងប្អូនបើមិនបងប្អូនអត់ screenshot បងប្អូនផុសអូតូវានឹងខុសកូកា Facebook វានឹងចាប់ធ្វើឲ្យ page យើងខូចផងដែរបាទតោះឥឡូវយើងបានប៉ុណ្ណេះបងប្អូនចង់ផុសពាក្យប៉ុណ្ណេះបងប្អូន screenshot វាមួយមកបាទ screenshot បងប្អូនចុចយកអាត្រង់នេះបងប្អូននេះកន្លែង screenshot ណាបាទយើងចុចដល់កន្លែងយើង screenshot មិញមកហើយបងប្អូនត្រូវអូសអានេះយើងអូសវាមកយើងបរួមវាឲ្យជាប់រូបភាពដែលយើងចង់នេះបាទអាផ្សេងយើងមិនយកទេយើងត្រូវឲ្យស្មើប៉ុណ្ណេះមកបងប្អូនយកពាក្យថា save បាទដល់ពេលយើង save ហើយមានន័យថារូបថតឬក៏ sticker អក្សរនេះវា save ចូលក្នុង gallery យើងហើយដូច្នេះបងប្អូនចុចសញ្ញាថតក្រោយនេះមកបាទហើយយើងពាក្យថា dispose ដែលថាអាប៉ោនេះយើងអាចប៉ោសបានទេvìថាយើងប៉ោសគឺវាខុសជាមួយនឹងគោលការណ៍ Facebook បាទដើម្បីយើងផុសត្រូវគឺបងប្អូនចុចជាហើយបងប្អូនយកពាក្យអាកន្លែងត្រេះមកបាទអាពាក្យអាកន្លែងយើងផុសធម្មតាទូទៅនេះចុចបើកមកហើយនេះរូបថតដែលយើងបានសេវមិញបងប្អូនយកវាមកផុសមកបងប្អូនចុចលើវាមកបាទហើយគឺបងប្អូនយកពាក្យថា next មកហើយយើងចុច share មកគឺវានឹងផុសទៅហើយបងប្អូនរបៀបផុសដូច្នេះគឺវាអត់ខុសជាមួយនឹងគោលការណ៍ Facebook ទេបងប្អូនបាទហើយខ្ញុំបញ្ជាក់ផងដែរគឺដូចដែរគឺសម្រាប់បងប្អូនឯថ្មីដែលគាត់អត់ដឹងពីវិធីផុសសូមបងប្អូនធ្វើតាមខ្ញុំឲ្យបានត្រឹមត្រូវបើមិនជាបងប្អូនអត់អនុវត្តទេគឺ page របស់យើងនឹងជាប់លឿងបងប្អូនបាទតោះឥឡូវឧទាហរណ៍ជាក់ស្ដែងយើង back មកវិញមកយើងមើលទៅលើ page របស់ខ្ញុំបាទតើវាជាប់លឿងមែនឬក៏យ៉ាងម៉េចដែរបងប្អូនតោះឥឡូវយើង back អស់មកបាទលើមុន page ខ្ញុំគឺវាចេញខៀវទេឥឡូវគឺវាចេញពឿលឿងដោយសារតែវាធ្វើខុសជាមួយនឹងកូការបស់ Facebook ផងដែរបាទតោះឥឡូវចូលពាក្យថា C dashboard មកឃើញទេបងប្អូនគឺចេញលឿងហើយដោយសារតែខ្ញុំផុស status ហ្នឹងវាខុស Facebook វាចាប់យើងអត់ដឹងដែរមុនដំបូងយើងអត់ចេះគឺយើងចេះតែផុសធម្មតាយើងផុសគឺដូចអាវីដេអូដំបូងខ្ញុំធ្វើដែលយើងចូលតាអក្សរមកសរសេរផុសតែម្ដងយើងបាន screenshot វាផុសដូច្នេះគឺវាខុសជាមួយនឹងកូកា Facebook បាទបើសិនជាបងប្អូនផុសធម្មតាបានរលួយទេគឺបងប្អូនទៅសេធម្មតាទៅបើសិនបងប្អូនដែលចង់រលួយជាមួយ Facebook យើងត្រូវតែគោរពជាមួយនឹងកូការបស់វាផងដែរបាទតោះឥឡូវវីដេអូហ្នឹងគឺមានតែប៉ុណ្្នេះដែរបើសិនជាវីដេអូរបស់ខ្ញុំមានផលប្រយោជន៍សូមបងប្អូនកុំភ្លេចចុច like share និង comment ផងដើម្បីវីដេអូរបស់យើងទទួលបាន view កាន់តែច្រើនផងដែរបាទ